ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ខ្ញុំតោះរៀនខេអញ្ចឹងថ្ងៃនេះខ្ញុំមកបញ្យល់ប្រាប់អ្នកទាំងអស់គ្នាបន្តិចនេះគឺជាវីដេអូទី4វីដេអូរបៀបទិញទំនិញពីចិនតាមថៅប៉ាវដឹកជញ្ជូនតាម ZTO Express 2026គឺនេះគឺជាវីដេអូទី4គឺចេញមកនេះគឺដើម្បីបញ្យល់អ្នកទាំងអស់គ្នាព្រោះមានអ្នកខ្លះគាត់អត់ទាន់យល់ចំណុច1ចំណុច2អីចឹងទៅគាត់បានខមមិនសួរយើងឬក៏អ្នកខ្លះខ្ញុំឃើញថាច្រឡំច្រើនអញ្ចឹងថ្ងៃនេះខ្ញុំចេញមកបកស្រាយហើយនឹងបញ្យល់ប្រាប់អ្នកនេះអត់ទាន់យល់អញ្ចឹងវីដេអូនេះគឺខ្ញុំចង់បញ្ជាក់នេះអាសារនេះគឺខ្ញុំធ្វើលើទូរស័ព្ទ Oppo ទេហើយខ្ញុំ screenshot នៅលើកុំព្យូទ័រហ្មងទៅតែវាជាទូរស័ព្ទទេអញ្ចឹងអ្នកនរគ្នាមើលចុងម៉ៅខ្ញុំនេះតែមិននៅលើកុំព្យូទ័រណាសូមបញ្ជាក់វានៅលើទូរស័ព្ទទេអញ្ចឹងនេះចំណុចថងនេះដែលអ្នកទាំងអស់គ្នាយល់ច្រឡំឥឡូវខ្ញុំដាក់ឲ្យពេញផ្ទាំងសិនអូខេខ្ញុំដាក់អញ្ចេះអញ្ចឹងចំណុចដែលអ្នកទាំងអស់គ្នាយល់ច្រឡំគឺចំណុចថងនេះចំណុចលេខទូរស័ព្ទថងហ្នឹងហើយនឹងលេខទីតាំងនេះតែអ្នកខ្លះចំពោះទីតាំងហ្នឹងអ្នកខ្លះអត់យល់ច្រឡំទេគាត់ធ្វើត្រូវហើយទីតាំងហ្នឹងត្រូវដូរដូចខ្ញុំប្រាប់នៅក្នុងវីដេអូនេះអញ្ចឹងនេះខ្ញុំប្រាប់មកដល់ចំណុចទៅហ្នឹងគឺខ្ញុំប្រាប់ពីរបៀបសួររកទីតាំងពី ZTO យរួមទៅមើលវីដេអូទី1ទៅគឺដឹងហើយអ្នកខ្លះគឺគាត់អត់ច្រឡំទៅនឹងទេហើយចំពោះអ្នកខ្លះវិញគឺគាត់ច្រឡំទៅនេះគាត់យកទៅគឺគាត់ដាក់លេខទូរស័ព្ទផងខ្ញុំអញ្ចឹងនៅពេលដែលគាត់កំងអីវ៉ាន់មកអីវ៉ាន់គាត់ធ្លាក់ចូលមកក្នុង app ZTO ផងខ្ញុំអញ្ចឹងត្រូវចាំថានៅពេលដែលអ្នកនរគ្នាយកអក្សរចិននេះទៅអ្នកទាំងអស់គ្នាត្រូវលុបលេខទូរស័ព្ទខ្ញុំចោលដាក់លេខទូរស័ព្ទផុសអ្នកទាំងអស់គ្នាហើយលេខទូរស័ព្ទនៅប្រទេសចិនគឺដាក់អានេះតែអត់កែទេព្រោះមានអ្នកខ្លះគាត់អត់ទាន់យល់អញ្ចឹងឥឡូវនៅក្នុង app យើងដាក់មិនត្រូវដាក់មិនពេលយើង copy យកអក្សរហ្នឹងទៅយើងយកទៅដាក់មិនអានេះក្នុងទូរស័ព្ទទេមិនមែនក្នុងកុំព្យូទ័រទេគាត់ថាខ្ញុំយកមក record អញ្ចឹងទៅវាស្រួលមិនបាច់ខ្ញុំកាត់ញ៉ៃអញ្ចឹងនេះចូលមកថៅប៉ាវយើងមកឥឡូវខ្ញុំចេញមកផ្ទាំងដើមអញ្ចឹងដើម្បីអ្នកខ្លះអត់ទាន់យល់កន្លែងដូរភាសាទៀតអញ្ចឹងខ្ញុំសូមបញ្យល់តាមក្រោយកន្លែងដូរភាសាអញ្ចឹងយើងចូលមកទៅនេះមកចូលមករូបមនុស្សនេះមើលចុងម៉ៅខ្ញុំចុចហ្នឹងទៅនឹងយើងចុចទៅហ្នឹងមកលើទូរស័ព្ទរបស់យើងបន្ទាប់មកយើងយកពាក្យ setting ខាងលើអូខេយក setting ខាងលើយើងយកអក្សរចិនខាងលើនេះទៀតនេះមើលតាមខ្ញុំចុចហ្នឹងទៅរាប់ពីអក្សរចិនមក1 2ទី2អូខេទី2អញ្ចឹងបន្ទាប់មកយើងចុចមើលកែដល់នេះអានេះខ្ញុំចុចកែបើអ្នកទាំងអស់គ្នាដែលពេញហើយអ្នកទាំងអស់គ្នាកែមកបើអ្នកទាំងអស់គ្នាគិតថាអ្នកទាំងអស់គ្នាខុសត្រង់ណាអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាយកទៅអ្នកទាំងអស់គ្នាត្រូវកែត្រង់នេះកែលេខទូរស័ព្ទខ្ញុំនេះលេខទូរស័ព្ទខ្ញុំណាត្រូវកែចេញនេះលេខទូរស័ព្ទហ្នឹងត្រូវកែលេខទូរស័ព្ទខ្ញុំចេញដាក់លេខទូរស័ព្ទអ្នកទាំងអស់គ្នាហើយអាខាងក្រោមនេះត្រូវដាក់ឈ្មោះអ្នកទាំងអស់គ្នាយ៉ាត់មានបញ្ហាអីវាចូលឈ្មោះខ្ញុំអត់ទទួលខុសត្រូវទេឧទាហរណ៍តែអីវ៉ាន់មានតម្លៃអីចូលឈ្មោះខ្ញុំយកនិយាយលេងអ្នកនរនេះចូលឈ្មោះយើងវាពិបាកនឹងការទៀតអញ្ចឹងតើនឹងត្រូវដាក់ឈ្មោះយើងខ្លាំងក៏បានពិតក៏បានសំខាន់ឲ្យតែវាដូចនៅក្នុង app ថៅប៉ាវឬក៏ ZTO របស់យើងយល់មើលតែវីដេអូទី1ទៅដឹងហើយត្រង់ចំណុចទូរស័ព្ទលេខទូរស័ព្ទត្រង់នេះក៏ត្រូវដាក់លេខទូរស័ព្ទអ្នកទាំងអស់គ្នាដែរអត់ត្រូវដាក់លេខទូរស័ព្ទខ្ញុំនេះនិយាយរួមត្រង់ណាដែលមានលេខទូរស័ព្ទខ្ញុំគឺដូរដាក់លេខទូរស័ព្ទអ្នកទាំងអស់គ្នាហើយកន្លែងទីតាំងនេះខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាពីរបៀបដូរនៅវីដេអូទី1ហើយនឹងរបៀបឆាតសុំខាងភ្នាក់ងារ ZTO ឆាតថាម៉េចសុំថាម៉េចអីចឹងទៅគាត់នឹងឲ្យមកហើយអានេះគឺជាលេខទូរស័ព្ទនៅប្រទេសចិនក្បាល86ហើយលេខនេះគឺយកមកដាក់ទៅនឹងមកមិនបាច់កែអីទេនេះតែខ្ញុំដាក់នៅខាងក្រោម description YouTube ហ្នឹងអ្នកខ្លះមើលតិចអត់ថាអត់ដឹងនៅណាគឺខ្ញុំដាក់នៅក្រោម description នេះគាត់ណាចូលមកចុចមកទៅនេះមកនេះគឺនៅទៅនេះមកនេះគេអត់ចឹង copy យកទៅឬក៏ឆាតមកសុំខ្ញុំក៏បានដែរអត់អីទេហើយនេះបងគាត់ comment ថាដូរភាសាកន្លែងណាអញ្ចឹងខ្ញុំប្រាប់បងទៅកន្លែងដូរភាសាឥឡូវអានេះយើងដាក់អញ្ចឹងហើយយើង save វាមកអូខេអញ្ចឹងកន្លែងដូរភាសាគឺបងចូលមកចំណុចហ្នឹងដែរដំបូងយើងចូលមកចំណុចនេះអូខេអញ្ចឹងមើលចុងម៉ៅខ្ញុំដំបូងចូលមកចំណុចហ្នឹងចុចឲ្យរូបនេះគ្នាខាងមុខកន្ត្រកនេះអូខេចុចតាមខ្ញុំនឹងមកហើយយកកងចាក់នេះមើលចុងម៉ៅខ្ញុំហ្នឹងទៅបន្ទាប់មករាប់ពីលើ1 2 3 4 5ទី5អូខេចុចចូលទី5ហ្នឹងបងនឹងឃើញភាសានេះបងឃើញអត់ដំបូងគឺវាអត់មាននៅភាសាចិនហ្នឹងទេដំបូងគឺវានៅ
ở chờ làm nè bong đâu thằng nè mình là lớn nữa nó bong sorry mình chờ làm từ bong với mình nơi phía xa chân tê với nơi phía xa ông lê bạn nè chẳng á vì nơi phía xa ông lê bạn đừng chẳng bong thời đâu với tôi phía xa chân bong họp bị lớn bong muối pì cái lại bịa thác English nè mình bịa thác Cambodia thì cứ bịa thác English chẳng bong chạy lên ông mồi máu ok bây giờ bên ông máu bong chạy bịa thác nông máu nhỏ chạy ăn chân này thì ok bong chạy đàn nông máu hay bong chạy quaตะ khỏi khang khom ní xèo về máu ok cứ về cho bạn chẳng anh đó sai chừng ngon này này cứ miền tập bản năng tế chẳng nhung trong phèo tôi này này mũi tiền ro bánh ha này này ngon ấy này ai chặn mà xua nhung ban đây nhung đã link telegram khang khom năng bật đăng thế này nhung đã QR code này ao scan mong 200 scope video scan vô từ scan mong hay chặn mà nhung đó sẽ ai gì đúng nhung bắt chắc là khỏi cần nhanh ấy thế on vô thằng na chặn mà xua nhung lươn chiêng phong comment chẳng nhung du ban tranh video nè mơ QR code nhung mong tới ok nâng cái QR code phải nhung chặn mà xua mà hay nhung đừng tranh video xem tiết hay complete chui subscribe nhung phong chặn mà xua nhung mà comment bù tiktok bù ấy bù phép bù ấy đây nè này trong riêng to vì nhung mà trả nâng có nhung miên này ok chẳng mình nè này ngon mình dùng ngon ấy đôi nhung trong scope ở lại nhung bằng QR code mình scope toàn nâng scan chat mà nhung mà xua nhung đừng phép phim nhọt chứ nhảy vui còn mọi comment mọi nhung bảo bá thôi video gì đúng nhung trong ai nè này chứ nhung mà tên lẹ cần nhanh là hưởng tinh màu chân này bổ tinh màu chân ao lui nữa này mình ao lui nhung phong từ cái này nghe hưởng năng thở nè nhung còn ở trong ban đâu mà giang pin đẹp ở này thì cho subscribe đã xin nhạc cái thằng ở nhung đừng miên miên cầm lăng chất thua video thay từ ở này ở này tiền chẳng đây nhung đẹp chứ complete cho subscribe nè môi mau xong vô nè mưa lần PK chia ngồi subscribe ban tầm man nè ở này ở đàn đất nhung mấy ấy subscribe ban là sai 7 nữa nè mưa chờn đai hai video khác copy đai tiết nhưng mà ban channel bởi viên tích so mồm tay nhung trong chạy lấy tay nhung hỏi trong ban subscribe trong ban ấy đồng bè min cái láng chất thì giờ là chân chui nhung nè môi tơ ok chân hà rồi bánh hà cho lấy chăn số nhung mà nhung phép free mà còn là băng ta chui subscribe hay chui nhà cả thằng nhung môi tơ ban này nhà thằng cai chán này nè ok chân nghiệp liêu bye bye min trong ngõ ấy đưa nhung phép nhung chăn số nhung ban bye bye nè nghiệp liêu